ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបដោះស្រាយបញ្ហាពេលគេខលមកយើងហើយជាប់រវល់គឺបញ្ហានេះយើងបានប្លុកគេតោះតែយើងដោះប្លុកគេទើបគេអាចខលមកយើងបានដោយមិនជាប់រវល់ហើយមួយទៀតគឺជាប់រវល់គ្រប់លេខទូរស័ព្ទមិនមែនប្លុកទាំងអស់ហ្មងណាបងប្អូនបើសិនជាយើងប្លុកតែមួយគឺលេខមួយដែលគេខលមកយើងហ្នឹងគឺរវល់តែមួយហ្នឹងទេប៉ុន្តែបញ្ហាមួយទៀតគឺអឺ ប្លុកអលគឺខលមកគឺលេខអ្នកណាក៏ដោយគឺរវល់ទាំងអស់ហ្មងអលដែលចូលមកទូរស័ព្ទយើងគឺជាប់រវល់ហើយដោះស្រាយបញ្ហាហ្នឹងគឺងាយបងប្អូនអាចដោះស្រាយបញ្ហានៅខ្លួនឯងមិនបាច់យកទៅជាងទេបងប្អូនគ្រាន់តែចូលមកកាន់កម្មវិធីកន្លែងខលរបស់យើងនេះចូលមកបាទបន្តមកទៀតបងប្អូនយកកន្លែងត្រេពីខាងលើនេះបាទបន្តមកទៀតចុចពាក្យថា setting បន្តមកទៀតបងប្អូន scroll ទៅខាងក្រោមរកពាក្យ call setting ខាងក្រោមនេះបងប្អូនទៅចូលមកបាទហើយបន្តមកទៀតបងប្អូនចុចយកអាទី3នេះបងប្អូនបាទចូលទៅបន្តមកទៀតរើសយក SIM ដែលគេខលមកយើងចុចរវល់របស់យើងគេទេមក smart ចុចរវល់យើងចុចចូលកន្លែង smart បើ97យើងចុចចូលកន្លែង97ហ្នឹងមកខ្ញុំឧទាហរណ៍ smart មួយចាស់ហើយចូលមកដល់កន្លែងនេះបងប្អូនឃើញគេថា when busy បើសិនជាយើងបើកកន្លែងនេះលេខទូរស័ព្ទដែលខលមកយើងគឺជាប់ busy បាទសឹងតែទាំងអស់កន្លែងទូរស័ព្ទអ្នកខ្លះគឺគេចុចចូលមកបើកមកគឺ all តែម្ដងគឺ busy ទាំងអស់ខលមកគឺជាប់រវល់បាទហើយបើសិនជាកន្លែងហ្នឹងអត់បើកទេបងប្អូនចូលទៅមើលកន្លែងខលរបស់យើងធម្មតាលេខទូរស័ព្ទហើយយើងឆែកមើលថាលេខទូរស័ព្ទមកមួយណាដែលខលមកជាប់រវល់ឧទាហរណ៍ថាលេខខាងលើនេះចាស់ចុចកន្លែងឧទាននេះមកបាទបន្តមកទៀតចុចកន្លែងត្រេពីខាងលើនេះបន្តមកទៀតមើលពាក្យកន្លែងនេះបងប្អូន add to blacklist block block list នេះបើសិនជាពាក្យថា remove មានន័យថាបានជាប់ block ហើយប៉ុន្តែបើលោតពាក្យថា add អញ្ចឹងមានន័យថាអត់ជាប់ block ទេបើឃើញថាពាក្យថា remove បងប្អូនចុច remove វាមកគឺវាលោត add to block នឹងវិញហើយ add to block យើងឲ្យគេខលចូលមកគឺដំណើរការវិញហើយលែងមានបញ្ហាជាប់ block ហ្នឹងហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ